កប៉ាល់បរទេសមួយគ្រឿងបានលេចហើយអ្នកដំណើរទាំងអស់បានលង់ទឹកស្លាប់ក្នុងសមុទ្រលើកលែងតែបុរសម្នាក់ដែលបានរួចរស់ជីវិតដោយគុណរបស់ព្រះជាម្ចាស់គាត់បានដើរដល់ច្រាំងសមុទ្រនៃកោះវាលខ្សាច់មួយបន្ទាប់ពីគាត់ដឹងខ្លួនឡើងវិញគាត់បានដឹងថាខ្លួនឯងនៅឯកានៅលើកោះភ្លាមនៅពេលដែលបុរសនោះភ្ញាក់ឡើងគាត់ចាប់ដើមអធិដ្ឋានដល់ព្រះជាម្ចាស់ហើយនិយាយថាអោព្រះជាម្ចាស់ហើយសូមទ្រង់ជួយទូលបង្គំផងសូមទ្រង់បញ្ជូនជំនួយមកទូលបង្គំផងប៉ុន្មានថ្ងៃកន្លងផុតទៅគ្មានជំនួយណាមកជួយគាត់ទេគាត់ចំណាយពេលយប់របស់គាត់ដេកនៅលើឆ្នេរនៅថ្ងៃបន្ទាប់ពេលគាត់ភ្ញាក់ឡើងគាត់បានអធិដ្ឋានដល់ព្រះជាម្ចាស់ម្ដងទៀតប៉ុន្តែគ្មានជំនួយណាមួយមកជួយគាត់ទេប៉ុន្មានថ្ងៃបានកន្លងផុតទៅឥឡូវនេះគាត់បានបោះចោលទាំងស្រុងនៅអ្វីដែលគាត់អធិដ្ឋានដោយចាត់ទុកជីវិតនៅលើកោះខ្សាច់ជាវាសនារបស់គាត់បរិសុទ្ធនេះចាប់ដើមប្រមូលឈើនិងស្មៅដើម្បីសង់ខ្ទមមួយសម្រាប់រស់នៅខ្លួនឯងគាត់បានប្រមូលរបស់របរពីកប៉ាល់ដែលបាក់បែកហើយរក្សាទុកវានៅក្នុងខ្ទមគាត់ចាប់ដើមរស់នៅមានជីវិតដែលហូបដូរនឹងត្រីនៅលើកោះនោះហើយស្នាក់នៅក្នុងខ្ទមរបស់គាត់ថ្ងៃមួយគាត់បានដុតភ្លើងហើយរវល់ទៅរកអាហារពេលគាត់ត្រឡប់មកវិញគាត់ឃើញថាខ្ទមរបស់គាត់កំពុងឆេះគាត់មានទុក្ខព្រួយយ៉ាងខ្លាំងដោយសារការបំផ្លាញជំរកតែមួយគត់របស់គាត់ដោយខ្លួនឯងដោយកំហឹងគាត់លើកក្បាលរបស់គាត់មើលទៅលើមេឃហើយចាប់ដើមស្ដីបន្ទោសព្រះជាម្ចាស់ដោយនិយាយថាអោព្រះជាម្ចាស់ទូលបង្គំបានប្រាប់ទ្រង់ឲ្យបញ្ជូនជំនួយមកជួយទូលបង្គំតែទ្រង់មិនបានស្ដាប់ការអធិដ្ឋានរបស់ទូលបង្គំទេទូលបង្គំបានសង់ខ្ទមមួយនៅទីនេះដើម្បីរស់នៅហើយទ្រង់ក៏បានដុតវាចោលដែរទ្រង់ពិតជាឃោរឃៅគាត់មានការខកចិត្តយ៉ាងខ្លាំងហើយគាត់បន្តស្ដីបន្ទោសព្រះជាម្ចាស់រហូតដល់យប់ហើយបន្ទាប់មកគាត់ក៏ដេកលក់នៅលើឆ្នេរខ្សាច់នៅពេលព្រឹកគាត់ត្រូវបានភ្ញាក់ឡើងដោយសំឡេងរំខានយ៉ាងខ្លាំងពេលគាត់បើកភ្នែកគាត់ឃើញថាកប៉ាល់មួយបានមកដល់ច្រាំងគាត់មិនអាចជឿនឹងភ្នែករបស់គាត់បានទេគាត់សប្បាយចិត្តយ៉ាងខ្លាំងដែលទីបំផុតមានគេមកជួយគាត់បានឡើងលើកប៉ាល់ហើយកប៉ាល់ក៏ចាប់ដើមធ្វើដំណើរបន្ទាប់ពីឡើងលើកប៉ាល់បរិសុទ្ធបានសួរប្រធានកប៉ាល់ថាតើលោកដឹងដោយរបៀបណាថាខ្ញុំជាប់នៅទីនេះនៅលើកោះវាលខ្សាច់នេះប្រធានកប៉ាល់ឆ្លើយថាយើងបានឃើញសញ្ញាភ្លើងពីចម្ងាយដែលបញ្ជូនមកលើកោះយល់ថាមាននរណាម្នាក់នៅលើកោះនោះដូច្នេះបានជាយើងមកទីនេះបរិសុទ្ធនោះនិយាយថាប៉ុន្តែខ្ញុំមិនបានបញ្ជូនសញ្ញាភ្លើងណាមួយទេប្រធានកប៉ាល់និយាយថាប៉ុន្តែយើងបានមកទីនេះបន្ទាប់ពីឃើញសញ្ញាភ្លើងហ្នឹងពេលនោះបរិសុទ្ធនោះនឹកឃើញខ្ទមដែលឆេះរបស់គាត់យល់ថាសញ្ញាភ្លើងដែលប្រធានកប៉ាល់កំពុងនិយាយនោះគឺជាខ្ទមដែលឆេះរបស់គាត់យល់ថាវាជាផែនការរបស់ព្រះជាម្ចាស់ក្នុងការនាំគាត់ចេញពីកោះវាលខ្សាច់ដោយដុតខ្ទមរបស់គាត់យល់ថាផែនការរបស់ព្រះជាម្ចាស់ធំជាងផែនការរបស់គាត់សម្រាប់ខ្លួនឯងហើយគាត់ចាប់ដើមអរព្រះគុណព្រះជាម្ចាស់ប្រសិនបើយើងមើលក្នុងជីវិតរបស់យើងវិញយើងនឹងឃើញថាយើងធ្វើផែនការជាច្រើននៅក្នុងជីវិតរបស់យើងប៉ុន្តែអ្វីដែលយើងចង់បានមិនកើតឡើងទេហើយអ្វីដែលកើតឡើងមិនមែនជាជំរើសរបស់យើងទេយើងតែងតែព្យាយាមយល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់យើងជាមួយនឹងចិត្តដែលកំណត់របស់យើងនៅពេលដែលបញ្ហាធ្លាក់មកលើយើង
សេចក្តីជំនឿរបស់យើងចាប់ផ្ដើមរង្គោះរង្គើភាពអត់ធ្មត់ចាប់ផ្ដើមបែកបាក់ក្តីសង្ឃឹមចាប់ផ្ដើមរសាត់បាត់ទៅហើយយើងចាប់ផ្ដើមស្ដីបន្ទោសព្រះជាម្ចាស់ខណៈពេលដែលនៅក្នុងគ្រាបែបនេះមនុស្សម្នាក់គួរតែព្យាយាមចេញពីបញ្ហាដោយរក្សាសេចក្តីជំនឿលើព្រះជាម្ចាស់នៅក្នុងពិភពលោកដែលមានមនុស្សជាង 9,000 លានព្រះជាម្ចាស់មានគោលបំណងនិងផែនការសម្រាប់មនុស្សម្នាក់ៗយើងគួរតែបន្តខិតខំប្រឹងប្រែងដោយរក្សាសេចក្តីជំនឿលើព្រះដ៏មានមហិទ្ធិឫទ្ធិដែលមិនបាត់បង់បេះដូងខ្លួនឯងឡើយការខិតខំប្រឹងប្រែងរបស់យើងនិងព្រះពររបស់ព្រះជាម្ចាស់រួមគ្នាអាចនាំយើងចេញពីគ្រប់បញ្ហាដូច្នេះហើយនៅពេលណាដែលនៅក្នុងជីវិតរបស់អ្នកមានអារម្មណ៍ថាផែនការរបស់អ្នកបរាជ័យអ្វីៗកំពុងកើតឡើងផ្ទុយពីបំណងប្រាថ្នារបស់អ្នកចូលចងចាំជានិច្ចថាប្រហែលជាព្រះជាម្ចាស់មានផែនការផ្សេងទៀតសម្រាប់អ្នកហើយផែនការរបស់ទ្រង់តែងតែធំជាងខ្លាំងជាងនិងប្រសើរជាងផែនការរបស់អ្នកសម្រាប់ខ្លួនឯង